អ្នកប្រហែលជាមិនដែលឃើញសត្វចម្លែកប្រភេទនេះទេសត្វចម្លែកដែលមានភ្នែក5ដូចជាផ្សិតដែលមើលឃើញ360ដឺក្រេមុខវាប្រៀបដូចជាអេលៀនបន្ថែមពីលើនេះវាមានប្រមោយតូចមួយដូចជាដង្កៀបឬក៏ជាដៃដើម្បីជួយវាចាប់ចំណីវាមានឈ្មោះថា Opabinia សត្វប្រភេទនេះនៅបាតសមុទ្រដ៏ជ្រៅប៉ុន្តែមិនទាន់មានការស្រាវជ្រាវជាក់លាក់ថាវាអាចបង្កគ្រោះថ្នាក់ឬយ៉ាងណានោះទេអ្នកប្រហែលជាមិនដែលឃើញសត្វចម្លែកប្រភេទនេះទេសត្វចម្លែកដែលមានភ្នែក5ដូចជាផ្សិតដែលមើលឃើញ360ដឺក្រេមុខវាប្រៀបដូចជាអេលៀនបន្ថែមពីលើនេះវាមានប្រមោយតូចមួយដូចជាដង្កៀបឬក៏ជាដៃដើម្បីជួយវាចាប់ចំណីវាមានឈ្មោះថា Opabinia សត្វប្រភេទនេះនៅបាតសមុទ្រដ៏ជ្រៅប៉ុន្តែមិនទាន់មានការស្រាវជ្រាវជាក់លាក់ថាវាអាចបង្កគ្រោះថ្នាក់ឬយ៉ាងណានោះទេអ្នកប្រហែលជាមិនដែលឃើញសត្វចម្លែកប្រភេទនេះទេសត្វចម្លែកដែលមានភ្នែក5ដូចជាផ្សិតដែលមើលឃើញ360ដឺក្រេមុខវាប្រៀបដូចជាអេលៀនបន្ថែមពីលើនេះវាមានប្រមោយតូចមួយដូចជាដង្កៀបឬក៏ជាដៃដើម្បីជួយវាចាប់ចំណីវាមានឈ្មោះថា Opabinia សត្វប្រភេទនេះនៅបាតសមុទ្រដ៏ជ្រៅប៉ុន្តែមិនទាន់មានការស្រាវជ្រាវជាក់លាក់ថាវាអាចបង្កគ្រោះថ្នាក់ឬយ៉ាងណានោះទេអ្នកប្រហែលជាមិនដែលឃើញសត្វចម្លែកប្រភេទនេះទេសត្វចម្លែកដែលមានភ្នែក5ដូចជាផ្សិតដែលមើលឃើញ360ដឺក្រេមុខវាប្រៀបដូចជាអេលៀនបន្ថែមពីលើនេះវាមានប្រមោយតូចមួយដូចជាដង្កៀបឬក៏ជាដៃដើម្បីជួយវាចាប់ចំណីវាមានឈ្មោះថា Opabinia សត្វប្រភេទនេះនៅបាតសមុទ្រដ៏ជ្រៅប៉ុន្តែមិនទាន់មានការស្រាវជ្រាវជាក់លាក់ថាវាអាចបង្កគ្រោះថ្នាក់ឬយ៉ាងណានោះទេអ្នកប្រហែលជាមិនដែលឃើញសត្វចម្លែកប្រភេទនេះទេសត្វចម្លែកដែលមានភ្នែក5ដូចជាផ្សិតដែលមើលឃើញ360ដឺក្រេមុខវាប្រៀបដូចជាអេលៀនបន្ថែមពីលើនេះវាមានប្រមោយតូចមួយដូចជាដង្កៀបឬក៏ជាដៃដើម្បីជួយវាចាប់ចំណីវាមានឈ្មោះថា Opabinia សត្វប្រភេទនេះនៅបាតសមុទ្រដ៏ជ្រៅប៉ុន្តែមិនទាន់មានការស្រាវជ្រាវជាក់លាក់ថាវាអាចបង្កគ្រោះថ្នាក់ឬយ៉ាងណានោះទេអ្នកប្រហែលជាមិនដែលឃើញសត្វចម្លែកប្រភេទនេះទេសត្វចម្លែកដែលមានភ្នែក5ដូចជាផ្សិតដែលមើលឃើញ360ដឺក្រេមុខវាប្រៀបដូចជាអេលៀនបន្ថែមពីលើនេះវាមានប្រមោយតូចមួយដូចជាដង្កៀបឬក៏ជាដៃដើម្បីជួយវាចាប់ចំណីវាមានឈ្មោះថា Opabinia សត្វប្រភេទនេះនៅបាតសមុទ្រដ៏ជ្រៅប៉ុន្តែមិនទាន់មានការស្រាវជ្រាវជាក់លាក់ថាវាអាចបង្កគ្រោះថ្នាក់ឬយ៉ាងណានោះទេ